ជំរាបសួរអ្នកទាំងអស់គ្នាក៏ដូចជាសួស្តីបងខ្ញុំបាទឈ្មោះគិរីជានិស្សិតកសិកម្មកិច្ចពិធីថ្ងៃនេះខ្ញុំមកចែកម្លែកបងទាក់ទងនឹងដំណាំពិព័រណ៍ក៏ដូចជាបងតែងតែជួបប្រទះខ្ញុំដាំផ្ទាល់ក៏ជួបប្រទះផងដែរគឺជំងឺសត្វអង់ត្រាណូសអង់ត្រាណូសនេះតែងតែកើតទៅលើអំបូរស្ពៃហើយនឹងអំបូរដែលមានដៃតោងដូចជាម្រះទៅសក់ហើយនឹងអំបូរដែលហូបផ្លែមានដូចជាស្វាយម្ទេសជាមួយនឹងដំណាំពិព័រណ៍នៅផ្ទាល់មុខខ្ញុំតែម្ដងហើយរោគសញ្ញារបស់វាស្លឹកមានការបំផ្លាញចាប់ពីឆ្នាំអោយទម្លាក់តូចសថ្នោតនឹងមានជារវងក្របទៅដោយស្ពណ៌ពណ៌ទឹកក្រូចហើយរោគជាតិដែលមានការបំផ្លាញធ្ងន់ប្រែជាពណ៌លឿងនិងខូចទ្រង់ទ្រាយស្លឹកក៏ឬជាជ្រុំស្លឹកហើយការរលាកដំបៅផ្លែនឹងមានស្ពណ៌ផ្សិតនៅពីលើហើយដែលរលាកមួយទៀតគឺរលាកដំបៅប្រមូលផ្ដុំជារវងមូលដូចដំណាំពីប៉ោះដែលខ្ញុំដាំជួបផ្ទាល់តែម្ដងឥឡូវខ្ញុំនឹងចែកលេខបងនេះគឺវាចេញជារោគសញ្ញាបែបនេះគឺចេញជាម្ទេសវាចេញជាខ្មៅដិតជាងហ្នឹងបើចេញជាពីប៉ោះវាចេញជាថ្នោតបែបនេះហើយអាការៈដំបូងរបស់វានឹងចេញបែបនេះបងនេះអាការៈវាដំបូងវាចេញបែបនេះហើយយូរទៅវាវិវត្តបែបនេះវានឹងទុំដំណាំពេញប៉ោះបងតែជួបប្រទេសហើយមានអត់ក៏ដូចជាម្ទេសផងដែរលក្ខខណ្ឌរីករាលដាលជំងឺសត្វអង់ត្រាណូសហ្នឹងចាប់ពីសីតុណ្ហភាពពី15ទៅ26អង្សាសេក្នុងលក្ខខណ្ឌសំណើមនៅពេលដែលវារីករាលដាលខ្លាំងរហ័សបំផុតនៅពេលដែលមេឃភ្លៀងធ្លាក់វាគឺជាឱកាសមួយដែលវារីករាលដាលហើយភ្នាក់ងារចម្លងរបស់វាគឺមានដូចជាមេឃទឹកភ្លៀងខ្យល់ជាមួយនឹងសត្វល្អិតហើយឧបករណ៍កសិកម្មរបស់យើងហើយនឹងមួយទៀតគឺតាមរយៈក្របពូជផងដែរដែលយើងយកក្របពូជបែបនេះដែលកើតជំងឺសត្វហើយយើងយកទៅដាំវានឹងកើតជាជំងឺសត្វនៅវគ្គថ្មីដែលយើងយកទៅដាំនឹងផងដែរខ្ញុំតែងតែឃើញបងcomment សួរគ្នាតាមបណ្ដាញ Facebook គាត់ថាជំងឺហ្នឹងជាប្រភេទជំងឺខ្វះសារធាតុចិញ្ចឹមកា comment មួយទៀតគឺជាគាត់ថាបើចង់បាត់វាដល់តែដាក់ជីកំប៉ុងគឺវាមិនមែនបែបហ្នឹងទេដល់តែយើងព្យាបាលវាសម្រាប់វិធីព្យាបាលខ្ញុំអត់តាន់ចេះទេដោយសារតែខ្ញុំត្រូវពិសោធន៍ថែមផងដែរខ្ញុំអត់តាន់ច្បាស់ទេដោយសារតែឆោមេក្រោយបានខ្ញុំរៀនទាក់ទងនឹងជំងឺនឹងម្ដងទៀតពីវិធីព្យាបាលហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរកុំភ្លេចជួយ share ក៏ដូចជាចែកម្លែកទៅដល់បងកសិករផ្សេងៗដែលគាត់បានដឹងតែដាំជួបដំណាំពីប៉ោះក៏ដូចជាម្ទេសហើយទៅសក់តែជួបជំងឺផ្សិតអង់ត្រាណូសបែបនេះហើយវីដេអូរបស់ខ្ញុំក៏មានតែមិនបាយ